ខ្ញុំចង់ក្លាយជាតារាចេញពីស្រុកផ្សងព្រេងវាសនាចេញពីស្រុកផ្សងព្រេងវាសនាសង្ឃឹមថ្ងៃណានឹងមាននិស្ស័យบ่មានពីទឹកខុសឆ្គងសុំបងប្អូនកុំថាអ្នកកវីក្មេងខ្ចីធ្លាប់តែធ្វើស្រែចំការជួររស់ដកស្ទូងមើលគោលឃ្វាលក្របីនៅក្នុងវ័យកុមាររៀនបានតិចតួចតែងសរសេរជាចម្រៀងចងជាអក៏រាភញាជូនបងប្អូនគ្រាន់បន្ធូរអរ៉ាហេគ្រាន់បន្ធូរអរ៉ាគ្រាន់បន្ធូរអរ៉ាបន្ធូរអារម្មណ៍ថាយើងចង់ស្រែកចឹងទៅតែយើងស្រែកតាមរយៈបទចម្រៀងចឹងណា